ខ្ញុំសូមបញ្ចេញនៅអាចកំបាំងតាក់តងជាមួយនឹងរឿងរុះរើគណៈរដ្ឋមន្ត្រីបើសិនមិញខ្ញុំបង្ហើបបន្តិចហើយរឿងនេះបើនិយាយធម្មបែបទៅថៃស៊ីនហៅខ្ញុំថាជាមេ01ខ្ញុំមិនជ្រើសជែកចូលកិច្ចការផ្ទៃក្នុងរបស់ថៃទេក៏ប៉ុន្តែបើសិនជាសួរយោបល់ខ្ញុំមិនខ្វះយោបល់ជូនទេប៉ុន្តែរឿងសម្រាប់យ៉ាងណាគឺវាស្ថិតនៅលើសមត្ថកិច្ចរបស់ថៃតែប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រកម្ពុជាគឺមានតែសម័យដៃជោទេដែលថៃបានពឹងពាក់ហើយសួរយោបល់ក្នុងហ្នឹងគឺបកភឿថៃនឹងឯងចាប់5ពីបកថៃរៈថៃរហូតមកដល់ភឿថៃនិយាយត្រង់អញ្ចឹងមករឿងគណៈរដ្ឋមន្ត្រីមិនមែនខុសមកពីភូមិใจថៃទេប៉ុន្តែនេះផ្ដើមចេញពីការមិនស្មោះត្រង់ចំពោះសវត្ថិភាពដែលផ្ដើមចេញពីនាយករដ្ឋមន្ត្រីនេះខ្ញុំសូមនិយាយឲ្យលម្អិតបន្តិចពេលមកទស្សនកិច្ចនៅកម្ពុជាផ្លូវការបន្ទាប់ពីទស្សនកិច្ចផ្លូវការរួចហើយជួបនាយករដ្ឋមន្ត្រីជួបប្រធានសភាជួបប្រធានព្រឹទ្ធសភាចូលកលព្រះមហាក្សត្រហើយ2នាក់ប្តីប្រពន្ធបានមកផ្ទះរបស់ខ្ញុំដើម្បីទទួលទានអាហារក្នុងនាមជាគ្រួសារពេលនោះលោកជំទាវនាយករដ្ឋមន្ត្រីអ៊ុងអេងបានប្រាប់ខ្ញុំថាភឿថៃត្រូវការយកក្រសួងមហាផ្ទៃមកគ្រប់គ្រងដើម្បីសម្រេចគោលដៅបង្កើតមជ្ឈមណ្ឌលកំសាន្តដែលខាងភូមិใจថៃមិនយល់ព្រមហើយបដូរក្រសួងសុខាភិបាលឲ្យទៅអនុជិញដែលពេលនោះអនុជិញជាឧបនាយករដ្ឋមន្ត្រីនៅរដ្ឋមន្ត្រីមហាផ្ទៃដើម្បីឲ្យអនុជិញទៅកាន់ជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសុខាភិបាលវិញគាត់បានប្រាប់ខ្ញុំថានេះជាវិធីមួយដើម្បីឲ្យភូមិใจថៃដើរចេញដោយខ្លួនឯងខ្ញុំអត់មាត់អត់កទេខ្ញុំចិត្តក្នុងចិត្តថាព្រះហើយភាពប្រយសួយនៃនយោបាយថៃបែបនេះបែរជាកំពុងគិតហើយកំពុងតែក្បត់សម្ព័ន្ធភាពបែបនេះអាចធ្វើទៅរួចខ្ញុំក៏គិតថាថ្ងៃណាមួយគេគង់តែក្បត់ជាមួយខ្ញុំដែរបើគេក្បត់គ្នាគេហើយគេមិនខ្លាចក្បត់ជាមួយយើងទេរឿងហ្នឹងទៅចាំហើយខ្ញុំមានទម្លាប់មួយចេះបើខ្ញុំទៅជាមួយអ្នកណាមួយហើយអ្នកនឹងមកនិយាយរឿងរបស់អ្នកដទៃអ្នកនឹងខ្ញុំលេងស្អប់គប់ហើយព្រោះអីបើគេយករឿងអ្នកដទៃមកនិយាយប្រាប់យើងថ្ងៃក្រោយគេទៅជួបអ្នកដទៃគេយករឿងយើងទៅនិយាយប្រាប់អ្នកដទៃអញ្ចឹងរឿងហ្នឹងជាដំណំហើយខ្ញុំតែងតែអប់រំកូនចៅរបស់ខ្ញុំថាសូមកុំឲ្យយករឿងគេមកនិយាយកុំថាពាក្យមួយបែបថាកុំយករឿងក្នុងចេញក្រៅកុំយករឿងក្រៅចូលក្នុងជាដំណំក្នុងគ្រួសាររបស់ខ្ញុំអត់ឲ្យយករឿងអ្នកផ្សេងក្រៅផ្ទះយកមកនិយាយក្នុងផ្ទះខ្លួនឯងទេហើយកុំសែបគប់ជាមួយអ្នកដែលនិយាយដើមគេព្រោះតែនិយាយដើមគេជាមួយយើងដល់លួយហើយទៅជួបគេទៅទីគេមិនយកយើងទៅនិយាយដើមយើងដែរអញ្ចឹងកុំសែបគោអសោះ
កុំខ្សែគប់អញ្ចឹងរឿងនេះគោលដៅរបស់គេគឺអញ្ចេះហើយគេបានប្រាប់ខ្ញុំគេថាដើម្បីជំនួសដល់ពេលដែលភូមិใจថៃដើរចេញគេនឹងយកមនុស្សមួយផ្នែកដែលចាកចេញពីប្រវេទវងសវណ្ណនិងមួយផ្នែកដែលចេញពីចាកចេញពីគណៈបព្វជិជនដែលពីមុនជារបស់កៅក្រៃយកមកប្រគ្រប់អញ្ចឹងបានសក្តិថាទៅលួចកម្លាំងរបស់ប្រវេទវងសវណ្ណនិងទៅលួចកម្លាំងរបស់អតីតប្រធានបកពីតាផ្ទះនៅតែខ្មៅអង្គឯងកុំគាត់ណាកុំពេលកុំបើថាខ្ញុំនិយាយមិនច្បាស់ទេស្បត់ហ៊ានស្បត់ឬអត់មកស្បត់ជាមួយគ្នាខ្ញុំនិយាយតាមប្រមាណបើសិនជាចិត្តស្រឿងស្បត់ជាមួយខ្ញុំហើយណាត់ទៅនេះទៅស្បត់នៅណាពុទ្ធគយាប្រទេសឥណ្ឌាខ្ញុំប្រមូលស្បត់ថ្ងៃ15ពេលហ្នឹងធ្លាក់ហួតនៅឯបាងកកនៅបាងកកពេលដែលអ៊ុំអ៊ីងទូរស័ព្ទជាប់ព្រោះដោយសារតែឃ្លាំងហួតនៅជាមួយអ៊ុំអ៊ីងនិងរដ្ឋមន្ត្រីការពារជាតិហៅទូរស័ព្ទមកខ្ញុំវាមិនចូលអញ្ចឹងត្រូវបែកគ្នាអញ្ចឹងឃ្លាំងហួតក៏ចាប់ចងទូរស័ព្ទ3ទូរស័ព្ទខ្ញុំមួយទូរស័ព្ទអ៊ុំអ៊ីងមួយទូរស័ព្ទរបស់អ្នកងូមួយដើម្បីពេលមានការព្រោះអង់គ្លេសខ្ញុំវាអត់ច្បាស់ខ្ញុំមិនធានាខុសត្រូវទេអាហ្នឹងខ្ញុំត្រូវសន្ទនាជាភាសាខ្មែរហើយឲ្យមានការបកប្រែអញ្ចឹងចាប់ចងពេលហ្នឹងឃ្លាំងហួតបានប្រាប់ថាដោយបៃគេប្រើពាក្យដោយបៃព្រោះដោយសារតែថៃស៊ីនគាត់នៅដោយបៃអញ្ចឹងធម្មតាឃ្លាំងហួតហៅថៃស៊ីនថាដោយបៃឲ្យជម្រាបលោកពូលោកអានលោកពុកព្រោះឃ្លាំងហួតហៅខ្ញុំលោកពុកពេលហ្នឹងឃ្លាំងហួតបានប្រាប់មកថាដោយបៃឲ្យប្រាប់លោកពូថាឥឡូវហ្នឹងគឺត្រៀមដកអនុចេញហើយដកអនុចេញហើយខ្ញុំក៏ប្រាប់ទៅឃ្លាំងហួតវិញថាប្រាប់ទៅថៃស៊ីនថាដូរគេប្រយ័ត្នគេដូរខ្លួនវិញពេលវេលានេះមិនមែនជាពេលវេលាដែលត្រូវដូរគេទេពេលវេលាទប់ខ្លួនเอาไว้នឹងប៉ុន្តែដល់ទៅបែកធ្លាយទៅនៅសានសម្លេងនេះខាងភូមិใจថៃគេរក្សាកិត្តិយសរបស់គេដែរគេដកខ្លួនចេញពីរដ្ឋបាវត្តមិនបាច់ចាំឲ្យដកគេតន់ណាអានឹងរឿងវិញចឹងឥឡូវខ្ញុំសូមនិយាយរឿងដល់រឿងទី7រឿងជំងឺរបស់ថៃស៊ីនដែលតុលាការហៅថៃស៊ីនទៅថ្ងៃ13 14កន្លងទៅនេះតុលាការថៃអើយមិនបាច់ចាំស៊ើបអង្កេតអីទេខ្ញុំជាសាក្សីមួយអង្គអ៊ីងក៏ជាសាក្សីហើយអង្គអ៊ីងក៏ជាប់ពិរុទ្ធភាពởរឿងហ្នឹងដែរឃ្លាំងហួតក៏ជាសាក្សីមួយនិងម្នាក់ទៀតខ្ញុំមិនចេញឈ្មោះទេខ្ញុំលាក់ឈ្មោះសិនប៉ុន្តែប្រសិនបើតុលាការមានការតម្រូវខ្ញុំនឹងប្រាប់ឈ្មោះក្នុងជនជាតិថៃស៊ីនអត់មានឈ្មោះអីទាំងអស់អត់មានឈ្មោះអីទាំងអស់ខ្ញុំឲ្យហោះទៅសួរសុខទុក្ខថៃស៊ីនដល់ទៅពេលថតរូបទៅយកអាប្រដាប់ពាក់កទៅយកពាក់អាដៃនេះយកពាក់ដើម្បីថតរូបថតជាប់ហើយដោះចេញទៅស៊ីបាយ
ចឹងអត់ឈឺទេអាហ្នឹងគេហៅល្បិចឈឺទេតែខាងថៃគេរកឃើញហើយតែខ្ញុំគ្រាន់តែបន្ថែមព្រោះវាមានពិរុទ្ធភាពទាំងថៃទីនទាំងអង្គអ៊ីងដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្នខ្វះស្មោះត្រង់ទៅហើយពេទ្យ3នាក់ឮថាគេប្រជុំឲ្យធ្វើពេទ្យទៅហើយខ្ញុំត្រូវទៅនិយាយអស់ព្រោះណៃក្បត់ខ្ញុំមុនរឿងអីខ្ញុំមិននិយាយខ្ញុំសូមទោសប្រជាជនថៃដែលខ្ញុំមិនបាននិយាយរឿងនេះប្រាប់ប្រជាជនថៃព្រោះខ្ញុំក៏មានគុណធម៌ដែរខ្ញុំស្មានតែថៃស៊ីនឈឺមែនប៉ុន្តែទៅដល់អត់មានឈឺទេបងយើងគិតថតរូបទុកអីបើថាថតរូបតលតែពាក់ហ្នឹងសិនយកពាក់វាឲ្យបានថតរូបជាងដល់ខ្ញុំបង្ហោះទៅវាចេញរូបភាពថៃទីនប៉ុន្តែខាងតុលាការថៃគឺមានរង្វង់ទេប៉ុន្តែគ្រាន់តែខ្ញុំបន្ថែមអង្គអ៊ីងជាអ្នករៀបចំបាយនៅផ្ទះហ្នឹងចឹងអង្គអ៊ីងក៏មានពិរុទ្ធភាពទៅលើរឿងហ្នឹងខ្វះសុចរិតភាពមិនទៅលោកហ៊ុនសែនឯងរាប់អានគ្នា30ឆ្នាំឲ្យមករលាយដល់ទៅហ្នឹងឲ្យចុះបើកូនអត់មានគុណធម៌អីទៅម៉េចហើយខ្ញុំបដ ாய்ឲ្យមើងងាយខ្ញុំរហូតអញ្ចឹងខ្ញុំត្រូវលេងមកក្បាច់ទៅគឺបដ ாய்ទៅព្រោះខ្ញុំរាប់អានថៃទីនមានតែខ្ញុំជាអ្នកខាតឲ្យចំណេញគឺអត់មានទេឲ្យចំណេញគឺអត់មានទេសូម្បីតែមនុស្សនៅក្នុងភឿថៃមនុស្សល្អច្រើនគេចាក់ចែកតួយ៉ាងដូចជាអតីតនាយកអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកជំទាវសុដារ៉ាតគាត់ជាមនុស្សដែលស្មោះត្រង់ជាមួយថៃទីនតែគាត់ត្រប់ប្រមាណគាត់ទៅបង្កើតបកផ្សេងមានប្រមាណកៅអីរបស់គាត់ទៅចតុรงค์អានិសននឹងមេដឹកនាំមួយចំនួនទៀតទៅស្លាប់ព្រោះជាមួយថៃទីនតែទីជុំផុតដូចតត់គេចោលតែខ្ញុំក៏ចិត្តទៅប្រាប់អាហូតាហើយជួយសម្លឹងមើលថៃទីនដូចធ្វើនយោបាយលេខសងមិនទេអញធ្វើចេះអញចេះធ្វើនយោបាយលេខបូកអញចេះធ្វើនយោបាយលេខសងដែរអញធ្វើតាំងពី5នាក់រហូតដល់ធ្លាក់រាប់លាននាក់មេដឹកនាំរបស់អញនៅជុំគ្នាទាំងអស់ហ្នឹងឯងមិនដែលចោលណាទេទោះបីបានតិចបានច្រើនយកប្រលប់អីទៅណារកគ្នាអីហើយអញគ្មានរបៀបធ្វើអញ្ចឹងទេតើយកអញធ្វើទីប្រឹក្សាឲ្យទៅអញ្ចឹងកើតទេអានឹងនិយាយឲ្យពិតអញ្ចឹងរឿងពិរុទ្ធភាពរបស់ថៃស៊ីនគឺមានហើយក៏ប៉ុន្តែក៏មានចំណែកពិរុទ្ធភាពរបស់អង្គវិញខ្លួនឯងខ្វះសុចរិតភាពលើបញ្ហាតាក់ទងនឹងរឿងឪពុករបស់ខ្លួនដែរចឹងអង្គវិញកុំខឹងជាមួយហ៊ុនសែនអង្គវិញបង្ខំចិត្តហ៊ុនសែនឲ្យហ៊ុនសែនបើកកកាយហើយរឿងចុងក្រោយខ្ញុំយកតែ8ចំណុចមកនិយាយតើយានលាក់រត់ចេញពីប្រទេសថៃតាមច្រកណាដំបូងខ្ញុំសូមអភ័យទោសពីអាដាមអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីណាស៊ីបដាសា
នៅក្នុងពេលជួបគ្នានៅឯប្រ៊ីណេដូចជាការព្រះរាជបុត្ររបស់ព្រះចៅសូតាំងប្រ៊ីណេអង្គុយបាយជាមួយគ្នាណាហ្ស៊ីបបាននិយាយថាតើយន្តឡាទៅតាមកម្ពុជាតើអត់ទៅតាមកម្ពុជាទេយន្តឡាអាចមានជម្រើស4មានផ្លូវ4យន្តឡាចេញទី1មកតាមកម្ពុជាតែកម្ពុជាអត់បានទទួលទេទី2ទៅតាមឡាវទី3ទៅតាមម៉ាយ៉ាម៉ាទី4ហោះចេញពីឈៀងម៉ៃឬឈៀងរៃតែម្ដងអញ្ចឹងណាហ្ស៊ីបថាប្រហែលជាពីឈៀងម៉ៃចឹងខ្ញុំសូមទោសនោះគឺជាសម្ដីភូតរបស់ខ្ញុំទេតែការពិតមានការពឹងពាក់ពីថៃស៊ីននៃការរៀបចំពីខាងក្នុងបាងកកហើយខ្ញុំក៏ដឹងដែរខ្ញុំយល់ថារដ្ឋាភិបាលថៃពិបាកណាស់ក្នុងយកការយកអតីតនាយករដ្ឋមន្ត្រីយុទ្ធញាត់គុកនោះថៃស៊ីនសំណូមពរមកខ្ញុំឲ្យជួយគេរៀបចំពីនោះឆ្លងដែនមកយើងថៃស៊ីនស្តិនបាយនៅឯសិង្ហបុរីពេលឆ្លងដែនហើយយន្តឡាក់បានជួបជាមួយខ្ញុំតាមទូរស័ព្ទហើយយំផងខ្ញុំក៏អាណិតដែរហើយខ្ញុំអាណិតយន្តឡាក់ដែលសពថ្ងៃកំពុងកាន់ប៉ាសពតខ្មែរនៅតែឯងក្រៅប្រទេសប៉ុន្តែរងគ្រោះដោយសារតែបងខ្លួនឯងឥឡូវរងគ្រោះដោយសារក្មួយខ្លួនឯងទៀតខ្ញុំមិនចង់និយាយតែត្រូវតែនិយាយពេលហ្នឹងរថយន្តដឹកយន្តឡាក់ចេញពីប៉ោយប៉ែតទន្ទឹមនឹងការហោះពីសិង្ហបុរីមកចុះនៅសៀមរាបក៏មកជួលគ្នាយន្តហោះចុះមុនបន្តិចឡានមកដល់ក្រោយឡើងកប៉ាល់ហោះដូចបាយផ្លុកអាចកំបាំងត្រូវវែកថ្ងៃនេះយើងជួយដល់កម្រិតហ្នឹងប៉ុន្តែសូមជម្រាបទៅប្រជាជនថៃថាកម្ពុជាមិនបានប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងប្រទេសថៃទេពេលនោះអ្នកណាក៏ដោយដែលមកដល់កម្ពុជាមិនត្រូវប្រើ Facebook អីវាយប្រហារទៅប្រទេសថៃទេយើងតែងតែឲ្យពេលចាក់ចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសផ្សេងបើសិនតែឯងចង់វាយប្រហារទៅកាន់ប្រទេសថៃទៅឲ្យទៅប្រទេសផ្សេងយើងមិនបានប្រើប្រាស់ទឹកដីរបស់យើងប្រឆាំងប៉ុន្តែទឹកដីរបស់យើងជាទឹកដីដែលសងគ្រោះមនុស្សដោយគុណធម៌ក៏មិនខុសពីអ្នកឯងដែលកំពុងទទួលអ្នកដែលតាំងខ្លួនថាត្រូវទទួលការញោមញីទៅទុកបុកម្នេញក៏ដូចគ្នាខ្ញុំស្ដាយមិត្តភាព30ឆ្នាំបំផ្លាញដោយកូនស្រីរបស់មិត្តភក្តិហើយនេះវាជន់ដានប្រវត្តិសាស្ត្រហើយកាលពីបកូណាបីដាសងគ្រោះទៅដាក់ខម៉ាន់រត់មកជ្រកកោននៅកម្ពុជាដល់ចេញពីកម្ពុជាទៅវិញខម៉ាន់លេងបកូណាចាស់ដៃប្រោយឥឡូវដល់មួយសាទៀតជន់ដានប្រវត្តិសាស្ត្រដែរ
តែខ្ញុំនៅតែអះអាងថាប្រជាជនថៃមិនមែនជាសត្រូវរបស់កម្ពុជាទេប្រជាជនថៃត្រូវតែជាមិត្តរបស់កម្ពុជាហើយខ្ញុំក៏ជឿថាប្រជាជនថៃក៏ចង់បានកម្ពុជាធ្វើជាមិត្តដែរបើយើងជ្រើសរើសរកវិធីសាស្ត្រឈ្នះផលចំណេញនឹងបានទាំងអស់គ្នាថៃមានផលចំណេញច្រើនជាងកម្ពុជាប្រជាជនតែ7លាន17លាននាក់ទេតែកម្លាំងទិញវាធំណាស់គិតមើលយើងនាំទៅថៃតែ1100លានតែយើងនាំពីថៃមកវិញ5200លានអាហ្នឹងតួលេខផ្លូវការចុះអាមិនផ្លូវការទៀតវាប្រមាណអញ្ចឹងការរស់ស៊ីជាមួយទីផ្សារជិតខាងគឺជាការល្អណាស់ជាការល្អមិនគួរយើងคล้ายទៅជាសត្រូវហើយបិទច្រកតើបិទច្រកវាជាផលចំណេញស្អីកម្ពុជាអត់ចរចាទេព្រោះខ្លួនអ្នកបិទខ្លួនត្រូវតែបើករឿងហ្នឹងខាងនោះចង់បានឲ្យថាចរចាគ្នាបន្តិចទៅរួចហើយគឺបើកទេចង់បានមុខមាត់ពេលបិទម្នាក់ឯងដល់ទៅពេលបើកទៅហៅចរចាវាខុសក្បួនចង់បានកម្ពុជាអត់ទេអាកន្លែងនោះអត់ចរចាចង់បិទរហូតបិទទៅហើយណាខាតណាដែរចំណេញវាខាតតែទាំងអស់គ្នាហ្នឹងវាខាតតែទាំងអស់គ្នាការលើកឡើងមានថ្នាក់ដឹកនាំកម្ពុជាអត់មានវិជ្ជាជីវៈទុកអត់បានអូអានឹងជួយរំលឹកអញ្ចឹងទៅវាសំជាទីប្រឹក្សាអតីតជំនួយការអ៊ុំអ៊ីងប្រមាថហ៊ុនសែនប្រមាថហ៊ុនម៉ាណែតសិតតែអ្នកអត់មានវិជ្ជាជីវៈនាងមើលខុសហើយនេះជាការប្រមាថដែលមិនធ្លាប់មានជាលើកទី1ហើយដែលខ្ញុំទទួលការប្រមាថបែបនេះប្រើពាក្យអត់មានវិជ្ជាជីវៈការប្រមាថធ្ងន់ធ្ងរនេះហើយដែលនាំទៅដល់ហ៊ុនសែនត្រូវឆ្លើយតបបោះអាក្រាតឲ្យខ្ទេចថ្ងៃក្រោយនាងត្រូវចាំលោកជំទាវត្រូវចាំភាសាអត់វិជ្ជាជីវៈមិនមែនជាភាសាដែលត្រូវប្រើក្នុងចំណោមអ្នកនយោបាយទេថ្ងៃទី16 ខែ 6សម្ភាសជាមួយសារព័ត៌មានថៃប្រើប្រាស់គឺថាប្រើប្រាស់បណ្ដាញសង្គមរបស់នាយរដ្ឋគឺថានិយាយរួមយើងវាអត់មានវិជ្ជាជីវៈមកថ្នាក់ដឹកនាំកម្ពុជាមិនមានវិជ្ជាជីវៈតែប្រើប្រាស់បណ្ដាញសង្គមដើម្បីបញ្ចេញសារខ្ញុំសូមជម្រាបលោកជំទាវបើចង់អញ្ចឹងទៅជេរដូណាល់ត្រាំទៅដូណាល់ត្រាំបញ្ចេញសារតាមតែ Facebook តាមតែ X តាមតែអរិញណែបណ្ដាញសង្គមបញ្ជាវាយក៏ទៅតាមគ្រាន់តែវាយរួចយន្តហោះ7គ្រឿងចេញផុតពីដែនអាកាសអ៊ីរ៉ង់ដូណាល់ត្រាំចេញសារមួយបាត់ហេតុអីបានជាកាយសម័យនេះសម័យ digital ហ៎ការចែករំលែកព័ត៌មានទៅសាធារណជនតាមប្រព័ន្ធបណ្ដាញសង្គមហេតុអ្វីបានជាលោកជំទាវត្រូវនិយាយថាអត់មានវិជ្ជាជីវៈ
ជាការប្រមាថធ្ងន់ធ្ងរណាស់លោកជំទាវប្រជាជនកម្ពុជាខ្ញុំជឿថាអារឿងអត់វិជ្ជាជីវៈនេះហើយដែលធ្វើឲ្យអាថ្ងៃ16ថ្ងៃ15ចរចាជាមួយយើងថ្ងៃ16ចេញអាវិជ្ជាជីវៈថ្ងៃ17សារបែកធ្លាយបរោយហ្នឹងបណ្ដាលមកពីអាសម្ដីអត់វិជ្ជាជីវៈហ្នឹងអាហ្នឹងហើយមាត់អត់គម្របកូនអត់មានឪម៉ែបដៅនិយាយចឹងថាកូនអត់ពូជទោះបីណែជាមហាសេដ្ឋីអីក៏ដោយក៏ប៉ុន្តែការប្រហើនបែបនេះគឺមិនគួរទេមិនគួរទេហើយមិនមែនត្រឹមតែប្រហើនចំពោះយើងទេណាប្រហើនចំពោះប្រជាជនថៃខ្លួនឯងមេដឹកនាំថៃខ្លួនឯងសូម្បីតែក្នុងបកខ្លួនសូម្បីតែក្នុងបកខ្លួនស្ទងសង្គមថៃទទួលបានឬមិនបានហើយសូមបងប្អូនក្នុងបកគឺថៃកុំខឹងខ្ញុំរឿងនេះវាខ្ញុំអត់មានតិចទៀនវាយប្រហារហើយរឿងបកភឿថៃនេះទៀតសោតខ្ញុំសូមនិយាយខ្ញុំបានចូលរួមចំណែកក្នុងការបង្កើតបកនេះសូមឲ្យអាដាមថៃស៊ីននិងសូរគៀតនៅចាំឲ្យច្បាស់ណាដំបូងខ្ញុំទៅញូវយ៉កដោយចាក់ចេញពីឡាហាវ៉ានទស្សនកិច្ចនៅគូវ៉ាមកញូវយ៉កថៃស៊ីននិងសូរគៀតបានហោះទៅតិចសាសជួបជាមួយនឹងប៊ូសពេលនោះប៊ូសមិនតន់ជាប់ជាប្រធានាធិបតីទេប៉ុន្តែតាមការប៉ាន់ស្មានរបស់ថៃស៊ីនថាប៊ូសនឹងជាប់ឆ្នោតដូច្នេះត្រូវមានទំនាក់ទំនងជាមួយអាមេរិកឲ្យហើយដែលជាបេក្ខជនមានសក្តានុពលអាចជាប់ឆ្នោតអញ្ចឹងចេញពីតិចសាសហោះមកជួបខ្ញុំនៅញូវយ៉កដើម្បីនិយាយអំពីការបង្កើតបកចង់បានបទពិសោធន៍ស្ដីពីការបង្កើតបកបន្តទៅថៃធានបានហោះមកជួបជាមួយសូរគៀតទៀតបានហោះមកជួបខ្ញុំនៅឯទីក្រុងភ្នំពេញពេលនោះថៃធានអត់តន់ធ្វើនយោបាយទេបានធ្វើរដ្ឋមន្ត្រីការបរទេសមួយរយៈឲ្យខ្ញុំចេញសារបញ្ជាក់អំពីការមិនពាក់ព័ន្ធនឹងរដ្ឋប្រហារដែលមានក្រៃវិតហើយកាន់ IBC ដែលចូលរួមធ្វើរដ្ឋប្រហារ94នោះខ្ញុំក៏ជួយបញ្ជាក់ទៅពេលនោះថៃធានអត់តន់ធ្វើនយោបាយទេគាត់ជាអ្នករស់ស៊ីចឹងមកជួបខ្ញុំនៅផ្ទះខាងក្រោយពេលក្នុងផ្ទះចាស់ពិភាក្សាស្ដីអំពីការបង្កើតបកនេះរឿងវាចឹងគាត់បង្កើតបកគាត់ចូលរួមការបោះឆ្នោតឆ្នាំ2001គាត់មានសម្លេងភាគច្រើនប៉ុន្តែមិនគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលទេមិនគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលទេគាត់ក៏បានស្នើខ្ញុំឲ្យជួយនិយាយជាមួយឆៅវិលិតយងឆាយុទ្ធសូមឲ្យរួមជាមួយរដ្ឋបង្កើតរដ្ឋាភិបាលដោយសារខ្ញុំគឺជាមួយនឹងឧត្តមសេនីយ៍ឆៅវិលិតយងឆាយុទ្ធដែលជាអ្នកជួយយើងច្រើនមែនទែនណាក្នុងការរកដំណោះស្រាយកម្ពុជាប្របាត់ការតាំងពីការចរចាតាំងពីស្អីហ្នឹងគឺឆៅវិលិតជួយយើងច្រើនណាស់គាត់ក៏បានទៅមន្ទីរពេទ្យសួរសុខទុក្ខប្រពន្ធខ្ញុំសួរសុខទុក្ខប្រពន្ធខ្ញុំពេលនោះប្រពន្ធខ្ញុំវះកាត់នៅបមរករាជ
ខ្ញុំក៏បានសួរនាំដោយសារបោះឆាវលិតគាត់និយាយខ្មែរផងគាត់និយាយអង់គ្លេសផងអញ្ចឹងវាស្រួលយើងនិយាយគ្នាបានខ្ញុំក៏សួរទៅឆាវលិតថាតើវាជាលទ្ធភាពមួយទេនៅក្នុងការបង្កើតរដ្ឋាភិបាលចម្រុះជាមួយថៃស៊ីនគាត់ក៏និយាយថាវាជាលទ្ធភាពខ្ញុំមិនបានធ្វើអីច្រើនទេក៏ប៉ុន្តែខ្ញុំគ្រាន់តែសៀបទុំអំពីបញ្ហាហ្នឹងខ្ញុំក៏ជូនដំណឹងត្រឡប់ទៅវិញទៅថៃស៊ីនវិញថាគឺហាក់ដូចជាមានវិជ្ជមានទៅលើការបង្កើតរដ្ឋាភិបាលកើតរដ្ឋាភិបាលយើងបានបកនេះកើតបន្តមកដល់បន្តមកថៃស៊ីនត្រូវគេធ្វើរដ្ឋប្រហារអ្នកដែលជួយថៃស៊ីនគឺហ៊ុនសែនហើយពេលហ្នឹងខ្ញុំឲ្យយោបល់ទៀតគាត់មិនជឿខ្ញុំទេពេលទៅប្រជុំអាស៊ីអឺរ៉ុបនៅហែលសិង្ហី2006ខ្ញុំសួរថាតើអាដាមទៅណាទៀតខ្ញុំហៅគាត់បងឯងទៅណាទៀតគាត់ថាគាត់ត្រូវទៅប្រទេសណាទេទៅអង់គ្លេសបន្ទាប់ទៅបង្ហោះទៅញូវយ៉កដើម្បីថ្លែងសន្ទរកថានៅ UN ខ្ញុំបានឆ្លើយថាទូឡងបានសក្តិយូរពេករដ្ឋប្រហារបានកើតនៅពេលនោះតែម្ដងពេលហ្នឹងយើងត្រូវយកវិធានការមួយដើម្បីជួយថៃស៊ីនយ៉ាងម៉េចប្រកាសអស់កន្លែងជ្រកហើយគាត់ចាក់ចេញពីញូវយ៉កទៅដល់ឡុងយើងឲ្យទូតយើងជួបគាត់ហើយវិច័យដល់អីរឿងដំណាក់កាលដែលតបចូលដំណាក់កាលថៃស៊ីននិយាយរឿងបិទទួលដែន2003បាត់បិទទួលដែនគឺជា system របស់ថៃស៊ីនកាលហ្នឹងយើងទទួលយកការពិតមួយយើងពិតជាមានកំហុសដោយយើងមិនអាចការពារស្ថានទូតគេបានការពារក្រុមហ៊ុនគេបានយើងធ្វើឲ្យឆេះស្ថានទូតគេធ្វើឲ្យឆេះក្រុមហ៊ុនគេសន្តាគារគេអញ្ចឹងយើងត្រូវសងគេអស់រាប់សិបលានណាអាសន្តាគារសូវីតែលអាដីនោះដីក្រសួងការពារជាតិត្រូវតែយកសងគេហើយប្រមាណលានកសាងទៅយើងខុសពេលនោះថៃស៊ីនបិទទួលដែនប៉ុន្តែគាត់ឆ្លាតត្រង់រឿងគាត់បិទទួលដែនតែឲ្យទំនិញចូលដោយសារតែយើងជាអ្នកខុសអាហ្នឹងយើងទទួលយកការពិតយើងការពារស្ថានទូតគេអត់បានការពារក្រុមហ៊ុនគេមិនបានទៅឆេះរបស់គេយើងក៏ចេះបដ ாய் ប៉ុន្តែបដ ாய் វាយូរពេកហើយថ្ងៃមួយខ្ញុំទៅវាយកូនគោលហ្នឹងវាយដល់ឡូទី8ផា5ខ្ញុំក៏ទូរស័ព្ទប្រាប់ទៅសុកអានឲ្យតាក់ទងទៅសូរគៀតតើព្រំដែនបើកពេលណាសុកអានសម្ដេចសុកអានក៏ចាប់តាក់ទងទៅសូរគៀតដែលពេលនោះជារដ្ឋមន្ត្រីការបរទេសថាឥឡូវកំពុងទៅសួរទៅថៃស៊ីនប៉ុន្តែមិនតាន់បានចម្លើយដល់វាយដល់ឡូទី9ខ្ញុំក៏ចាប់សួរទៀតតែយ៉ាងម៉េចហើយថាអត់តាន់បានតំណឹងទេក៏ចាប់វាយឡូទី10អានឹងផា5វាយឡូទី10ទៅសួរម្ដងទៀតថាមិនតាន់បានចម្លើយទេ
ก็จับไว้โลที่ดะมวยอันนั้นพาบูนอันนั้นพาบูนช่างไงพ้องอันนั้นก็แรงบ้านไงคืนเที่ยวไว้อะไรเวอร์ไว้พิชชิงไงแต่จอบจมวยตวงเนาะก็อัดอันนั้นโลที่ดะมวยไอ้ก็จับไว้โลที่ดะปีดาไว้โลที่ดะปีจังยังเปล่าเปลี่ยนไปจีโจจุดปีเมาส์อัดเคยฉลาดเป็นนังหกลองดีไว้จมูกชมหกลองดีคือเชี่ยอาแกสนองการของบาเชียเครื่องมาเชี่ยดีใบเชี่ยบัดตุ่มนิ่งจังอ้อระบาไทยชุบอ้อยโจดบัดกรึบสรับแต่ไวกระโปรงแต่ไวอาพาใบเวียมันพดโลตีดอกปีดอโลตีดอกใบมันพาใบไวอาพาใบไอกระโปรงตะพัดเบอร์ดีสับแต่สกอานตู้สับเมาสกอานท่าไม่ปีบางก็ไอ้ดำโซรกิจแบบเมาท่าขังยึกบัดไอ้บัดไม่อันจำหวานเมาหายอัดคือฉลาดไอ้ตาบางแล้วไอ้บัดบัดบานตะใบไงไทยเชียนบางคลิมพวกไอ้ไปชี้ชวนไทยโยตรงนี้แต่จะมุกสลาแค่อันนั้นนโยบายบัดตัวแดนเปิดไทยจีนลางกันตำแหน่งการเปนุกก็วิธีสร้างบัดตัวแดนดอลองค์เองโกนไทยจีนลางกันตำแหน่งก็วิธีสร้างบัดตัวแดนโดยคลีจังดอลเปวิเลียได้ตรึโดซิสเต็มบัดตัวแดนน้อยซิสเต็มนั้นมันรอตื้อโยนโยบายชนะเอาไปจิจุนโรซีทั้งสองข้างให้ตามตัวแดนใจก็กอบเรือซีหล่อเชื่องใจกอบกับเลื่องจอมทลบยิ่งจังเล็กบาลจะบวยเคลียตื้อให้เรียบจอมปดัลเรียบจอมไรโดยจะนอนอะไรในยืงปตอบปีสเปียบกาให้ยืงมันสูงจะบวยนี้กัมพูชีมันจองโยตอบเอาแต่ในตัวแดนดาวใบเอามุขคำเต้พอได้เป็นนี่กัมพูชีมันตอนนี้เยอะไปเรื่องการกัดปะทอยจำนวนกองทัพเกยจังเอาเงินการกัดปะทอยจำนวนกองทัพและขั้นว่ากัมพูชีแต่มวยกดคือเนี่ยไอ้เบอร์กลุ่มแดนเอาปลอกอะไรลาวิงรวยให้ยังจับจะเจยเนี้ยข้างในก็บ้าข้างนอกก็บ้าข้างนอกบ้าตัวนั้นอย่างยุ่มพดปรามองเกลอยในยุครันตีคนมาได้ปานสัญญาคือบ่าโดยนี้เธอปลอกอะไรลาวิงพอตอบเตยจำปีเพียซาเนี้ยแสดงอย่างปีกากัดปะทอยจำนวนกองทัพดังตามตัวแลนไอ้เลยนี่กัมพูชีมันอาจีน่ะไอ้เมียนประมาณเนื้อเลือดได้ไหนไอ้ตัวกัมพูชีเมียนประมาณเนื้อเลือดได้กัมพูชีส่งแต่มวยก็ไวขึ้นนี่กัมพูชีก็มันตรึกบังกี่มุนไทยก็มันตรึกบังกัมพูชีมุนทลบดาวประตูเตอร์ปักนี่ไอ้น้องมาชี้เล่นทานไอ้ในตะหามคอดไอ้ในชี้เล่นทานไอ้น้องมาหามคอดกรมตะบังขึ้นนี่ทำแต่หามคอดขึ้นนี่ไอ้จังบ้านแต่เจ๊ขึ้นเต้ามาสมัยนี้ก็เมียนจูขึ้นนี่ในมุมใบเด้อมุมใบเด้อข้างนอกปรองเธอปล่อยมาข้างในเอาเธอเลยก็đóอัตราตัวตัววิ่งเร็วมือเธอโดยสมัยประยุทธ์จันทร์โอชามือสมัยนั้นหลอดใบชมทัวกาฉลองกัดในยุรันตรีไทยอ๋อน่ะเปรมตินสารนนท์เป็นนักมันตอนเมียนตำแหน่งน้องไอ้ดิเนี่ยดอลมอชัดชัยชนวันคือจับปรามเมียนตุสระกันเนี่ยนะให้จับปรามช่วยจอจ้าตามไปเยอะชาวลิตได้จะไม่ชื่อโก้ไปหรือปตอบปีนั่งเมียนรัฐประหา
ក៏ធ្វើការជាមួយអានន្តបញ្ញារិជនធ្វើការជាមួយអានន្តបញ្ញារិជនបន្ទាប់ទៅបានធ្វើការជាមួយនឹងបានហានសិល្បៈអាចារ្យណាបានហានសិល្បៈអាចារ្យរាប់ទាំងគាត់មកទស្សនកិច្ចនៅកម្ពុជាផងដែរបន្ទាប់ពីនឹងទៅបានធ្វើការជាមួយឆាវិលិតយងឆយុទ្ធធ្វើនាយករដ្ឋមន្ត្រីបន្ទាប់ទៅធ្វើការជាមួយឈួនលើកបៃហើយអាកិច្ចព្រមព្រៀងរបស់យើងនេះអា MOU 2000នេះគឺរដ្ឋបាលរបស់ឈួនលើកបៃរបស់គណៈបកប្រជាធិបតេយ្យបន្ទាប់ទៅធ្វើការជាមួយថៃស៊ីនស៊ីនវ៉ាត់បន្ទាប់ទៅធ្វើការជាមួយនឹងសូរយុទ្ធជូរណនបន្ទាប់ទៅធ្វើការជាមួយនឹងសមៈសុនទវេទបន្ទាប់ទៅធ្វើការជាមួយនឹងសវេតសុំឆៃវងសវ៉ាតដែលជាប្អូនថ្លៃរបស់ថៃស៊ីនបន្ទាប់ទៅធ្វើការជាមួយអភិសិទ្ធវិជ្ជាជីវៈទោះបីអភិសិទ្ធវិជ្ជាជីវៈវាយ៉ាងម៉េចក៏ដោយក៏ប៉ុន្តែវាអត់ដែលបិទទួលដែរទេគាត់សំទោសគាត់មិនដែលបិទទួលដែរទេគាត់គម្រាមខ្ញុំកាលនៅតូក្យូគាត់គម្រាមគាត់ថានឹងបិទទួលដែរខ្ញុំមកដល់ពោធិ៍ជាតុងខ្ញុំប្រកាសប្រសិនបើថៃហ៊ានតែប្រកាសបិទទួលដែរកម្ពុជានឹងពហិការមិនប្រើទំនិញថៃអញ្ចឹងអត់ហ៊ានបិទទេអត់ហ៊ានបិទទេបន្ទាប់ពីអភិសិទ្ធវិជ្ជាជីវៈគឺដល់យិនឡាបន្ទាប់ពីយិនឡាគឺធ្វើការជាមួយប្រយុទ្ធចារោចាបន្ទាប់ពីប្រយុទ្ធចារោចាដល់ស្ទើរថានឹងឥឡូវដល់ជាមួយនឹងសេដ្ឋាជាមួយនឹងអង្គអេងធ្វើការជាមួយម៉ាណែតក្នុងគណៈនាយករដ្ឋមន្ត្រីយករដ្ឋមន្ត្រីអញ្ចឹងរយៈពេលវែងបំផុតដែលធ្វើការជាមួយប្រយុទ្ធហើយកម្រិតនៃតំណែងតំណងគឺឡើងពោះបំផុតការតបជាប់ផ្លូវរថភ្លើងការបើកច្រោះទឹងបត់ទឹងអីជិះអតេះភ្លើងអីជាមួយគឺជាមួយប្រយុទ្ធហើយខ្ញុំសង្ឃឹមថានឹងមាននាយករដ្ឋមន្ត្រីថ្មីមួយនៅប្រទេសថៃនឹងចេញមកដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងទាំងកម្ពុជាទាំងម៉ាយ៉ាម៉ាទាំងម៉ាឡេស៊ីទាំងជាមួយឡាវជាពិសេសជាមួយកម្ពុជាខ្ញុំមិនគិតថាយើងនៅតែប្រឈមមុខគ្នារាប់រយឆ្នាំរាប់ទសវត្សរ៍នោះទេវាដល់ដំណាក់កាលមួយណាមួយធូរស្រាលហើយខ្ញុំសូមបញ្ជាក់ថាខ្ញុំនៅតែចង់បានមិត្តភាពមួយជាមួយប្រទេសថៃខ្ញុំនៅតែចង់សម្រេចគោលដៅរបស់ខ្ញុំទាំងពីរចំណុចទី1គឺប្រែក្លាយតំបន់អតីតសម្បល់ភូមិឲ្យទៅជាតំបន់អភិវឌ្ឍទី2ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍយើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើប្រក្តីកម្មទំនាក់ទំនងជាមួយនឹងព្រះរាជាណាចក្រថៃយើងចង់មានដំណោះស្រាយដោយសន្តិវិធីតាមយន្តការទ្វេភាគីក្តីនិងតាមយន្តការតុលាការអន្តរជាតិក្តីហើយយើងមិនចាត់ទុកថៃជាសត្រូវទេតែអ្នកណាដែលចាត់ទុកយើងជាសត្រូវវាក៏ជាសត្រូវរបស់យើងដែរចំប្រជាជនថៃភាគច្រើនគឺមិនចាត់ទុកយើងជាសត្រូវទេឯប្រជាជនកម្ពុជា